Trong sơ lược rốt sẽ mà chung một tá một việc cầm ai xàiថ្ងៃនេះគឺមាន topic និយាយអំពី remote access server as a alias ដែលលោកគ្រូដាក់ឲ្យដែលធ្វើមានចំនួន3 server ដែល server ទី1យើងដាក់ឈ្មោះវាទៅលើថា SCP និង ASX ហើយនិង SFTP ដែលជាដំបូងយើងត្រូវទៅបង្កើត server ចំនួនបង្កើត user ចំនួន3សិនតែនេះខ្ញុំបង្កើតឲ្យដោយសារវាជា main ចាស់ហើយនេះជា main user របស់ខ្ញុំហើយខ្ញុំបានបង្កើត user 2ថែមទៀតមានឈ្មោះចត្រា1និងចត្រា2ចឹងដែរឥឡូវជាដំបូងយើងចូលទៅបើក git page សិនយក run admin ចឹងដែរកន្លែងនេះខ្ញុំធ្វើការចូលទៅ SX cd SX ហើយមកទៀតយើងមកបង្កើត SX key key ចេញមកដែលខ្ញុំបង្កើតទៅលើចត្រា1 key ខ្ញុំបង្កើតទៅលើចត្រា1 key ដោយសារចំពោះមុតចត្រាហ្នឹងខ្ញុំបានដាក់ឈ្មោះអានេះហើយបង្កើតបានមួយហើយអញ្ចឹងនៅចំនួន2ទៀតកុំឲ្យវីដេអូយូរអញ្ចឹងខ្ញុំវាយប៉ុណ្ណឹងមកអូខេហើយយើងវាយចេះទៀតយើងដាក់grab ចត្រា1 key ចឹងមកអូខេហើយយើងវាយ SX copy ID I ចត្រា1 .hot ហើយវាយចត្រា1ហើយយើងទៅយក IP វាខ្ញុំឆែកវាហើយមិញនេះ ID របស់ ID របស់1.1.235.235.131អូខេចត្រា1 copy អូខេយើង enter មកមួយទៀតយើងវាយចេះមក sh.i sh slash ចត្រា1 key ចេះមកអូខេឃើញវា login ចូល user របស់យើងខ password នេះចឹងចូលដល់ user ហើយឥឡូវចេញទៅវិញខ្ញុំចូលទៅ file vim config នៅក្នុងហ្នឹងមានមួយហើយតែខ្ញុំនឹងបង្កើតថែមមួយទៀតចុច i សិនខ្ញុំវាយមក host ចត្រា1 access host name 192 168.235 ចុចអានេះវាដូចតែគ្នាទេទៅលើ ID ទៅលើ address វាហ្នឹងអូខេតែវាខុសឈ្មោះ user ចត្រា1 identify
identity file s slash chitra 1 key okយើងចេញមកអូខេហើយបន្តមកទៀតយើងសាកវាយមក sx ចត្រា1វាង slow បន្តិចsx ចត្រា1អត់សោះខ្ញុំឲ្យខុសមិញអញ្ចឹងនេះវាឲ្យ password ដើម្បីលុកចូលទៅកាន់ user មួយតែញ៉ាត់ចូលទេអត់ឲ្យចូលមក1 2 អូខេអញ្ចឹងចូលមកកាន់ user ហ្នឹងហើយអញ្ចឹងឥឡូវយើងទៅកំណត់ file នេះខ្ញុំឲ្យ git bash តែខ្ញុំបើកជា admin ខ្ញុំមកកែនៅក្នុងខ្ញុំឲ្យnano base rc មកអូខេខ្ញុំមាន alias នេះមួយហើយខ្ញុំវាយថ្មីមួយទៀត alias sx ស្មើ sx ចត្រា1 access អូខេអញ្ចឹងយើងកត់ថានឹងវាត្រូវបន្តមកទៀតខ្ញុំ control O ហើយ enter ហើយខ្ញុំ control X ដើម្បីចេញអញ្ចឹងឥឡូវខ្ញុំសាកវាយថា sx មក sx យើង run command នេះសិនយើងវាយsource plus rc not found honeycomb អូខេវាយ sx ថាថ្មីអូខេអញ្ចឹងនេះយើងអាច login ចូលបានចឹងណាឥឡូវខ្ញុំexit ចេញវិញខ្ញុំសាកវាយមួយទៀត sp scp fp អីគេអញ្ចឹងក៏ចូលទៅកាន់ user ទៀតដែរដោយសារអានេះខ្ញុំបានធ្វើរួចហើយមួយអញ្ចឹងនៅចំនួនមួយថែមទៀតអូខេខ្ញុំ exit ទៀតមួយទៀតដែរខ្ញុំចូលមកកាន់អានេះវិញខ្ញុំ exit សិនខ្ញុំទៅបង្កើត key មួយទៀតខ្ញុំវាយ sx key gen ចត្រាចុះអន្តរថ្មី x ចត្រា2 key អូខេអញ្ចឹងខ្ញុំសាកឆែកមើលពេលអញ្ចឹងវាមកហើយបន្តមកទៀតយើងទៅ copy មក12កុំឲ្យយូរពេលខ្ញុំចែក ID នេះមួយទៀតសិន68អានេះដូចគ្នាទេតែពេលយើង enter មកអូខេ destroy យើងមកមួយទៀតអូខេចត្រាអូខេ12វិញមកអូខេ1 2 3
នេះក៏យើងចូលបញ្ជាក់ទេថាវាត្រឹមត្រូវហើយ message អញ្ចឹងយើងចូលមកមួយទៀតខ្ញុំចូលមក Vim config ខ្ញុំចូលមក add ថ្មីមួយទៀតអាហ្នឹងខ្ញុំ copy កើតហ្នឹងខ្ញុំចូល enter សិនថាមើលនេះថាកើតទេមកស្រួលយើងកែតាកន្លែង user មក user គេ user 2ចត្រា2ហ្នឹងហើយ key យើងដាក់មិញ2អញ្ចឹងយើងអត់មានអីច្រើនទេការនេះវាទៀតកុំឲ្យខុសយើងត្រូវចាំចត្រា2 access អូខេត្រឹមត្រូវហើយយើងចុចI set WQ មកអូខេហើយយើងមកកាន់ file នេះដែរអត់យើងចូលទៅកាន់ interface យើង copy ចា sorry កុំឲ្យខុសអូខេ access 2មួយទៀតនឹងស្អីគេនេះSFTP SFTP ចឹងណាអូខេអញ្ចឹងយើងcontrol O enter control X ហើយយើង run អានេះសាថ្មីមកអូខេអញ្ចឹងខ្ញុំសាកវាយឥឡូវយើងហើយឥឡូវយើងសាកវាយតាមលោកគ្រូនេះមកវាយខ្ញុំវាយ SX នេះអញ្ចឹងវាអាចលុកចូល user មួយដែរតែឈ្មោះថាចត្រាមួយហ្នឹង1 2អូខេអញ្ចឹងវាបានចូលមកកាន់ user មួយហើយឥឡូវខ្ញុំexit ទៅវិញខ្ញុំ login ចូល user មួយទៀតខ្ញុំវាយ SCP នេះចូលមកកាន់ user ចត្រាមុតចត្រាអូខេអញ្ចឹង user នេះបាន login ចូលមួយទៀតដែរមុតចត្រាហើយខ្ញុំ exit ទៀតខ្ញុំសាកវាយថា STP ខ្ញុំ exit សិនវាយនេះចត្រា2 1 2 3អញ្ចឹងយើងបានបង្កើតហើយចំនួន3 user ដែលយើងដាក់ឈ្មោះខុសៗគ្នាដែលមាន SX SCP និង SFTP ដែលយើងធ្វើវានៅក្នុង file nano business អញ្ចឹងការងាររបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនគ្រូ